អាយ៉ាតិចជើអូដេតតិចជើ213មកជូនពយបានវាសនាតិចជើតើវឹងចុចទេមិនទូរស័ព្ទចាំងអូដៃលេងស្គាល់កៅបាទអូចាំងណែកតើ321ដល់វាសនាតិចជើបាទគ្មានបានគូនេះវាបើងបាទសោស្គូមួយក៏អត់ឃើញដែរសោស្គូផ្លែតេតបាទចាំមានការភិកទៅលើឆ្នោតទេចឹងចាប់ដឹងអត់បានមុខមិនបាទភិកខ្លោនដែរបងណាបាទវ៉ាវយកពួកខ្លោននេះសាវាមាននិស័យបែបដៅខ្មាំងវាយយូរណាស់ឥឡូវភ្លាមមាន hero one shot វាយយូរណាស់ហើយមាន expert រ៉េឡែនអាចវាយយូរណាស់ទៀតខ្ញុំនិយាយចឹងណាបើសិនជាយូរណាស់នេះកែតារ៉ូបណាច់កែបងបាទពួក3 hero នេះដែលតាមយូរណាស់នឹងមួយបាទតែcloud វាងាយស្រួលដែរក្នុងការបើសិនជាប្រើ sprint ងាយស្រួលក្នុងការដេញកន្លែងចោលក៏ដូចជា game នេះបាទប៉ុន្តែនៅ early game រៀងមុនបាទមុនរបស់ Stranger តែខ្ញុំគិតថាបើសិនជា game នេះបើគាត់វាយបែបសកតាគាត់គិតថាវាយផុតខុសទៅលើយើងដូចបងឯងប្រាប់បានចឹងបាទចាំមើលគាត់ balance slot ខ្ញុំគិតថា lane slot នោះគាត់បើកចាំយកលនឯងព្រោះបើគេយកមុនយកទៅគាត់មានគីមីដើម្បីបាញ់ skill អាចាប់ជើងហ្នឹង lane slot នៅពេលដែលចូលមក%ជាប់អាចាប់ជើងហ្នឹងខ្ពស់ reset sync ក៏ខ្ពស់ដូចគ្នាបើគីមីច្បាស់គេខ្លាច lane slot ដែរបាទសម្រាប់ IQ ដែលជា head coach របស់ CU Soon មានអារម្មណ៍ថាជំរឿនការប្រកួតរបស់គាត់2ប្រកួតអីអត់សូវ focus ទៅនឹង lane slot ប្រហែលទេបាទការលេងគាត់វាច្រើន3 game របស់គាត់គឺ Veteran ចាំងក៏នឹង3 game ហ្មងហ្នឹងបាទ control objective shot បាទអញ្ចឹងបែរជាគាត់គិតថា team ពួកគាត់អាចនឹងល្អក៏ដូចជាធ្វើការលេងត្រូវគ្នាជាមួយនឹងជាតារា control objective បាទព្រោះដោយសារការលេងប្រភេទ control objective របស់ពួកគាត់សម្រាប់ Ken Veteran គាត់លេងបានល្អមែនហ្នឹងហើយបាទ Veteran នឹងគួរតែបែនហើយព្រោះដោយសារអ្នកឡាពូមិនហៅបាក់មុខទេកាលីដូចគ្នាបាទចាំបើសិនជាគាត់អត់បែនយ៉ាបើគាត់បែន Veteran ទេគេយកទៀតហើយបាទបែន Veteran មកចង់ដឹងអស់ Veteran គាត់ទៅ Gunivia ឬគាត់ទៅអាកៃឬគាត់ទៅ Alpha បាទគួរតែបែនហើយ Fredrin ហ្នឹងក៏លេង3ដងហើយ3 game Assassin អស់3 Assassin អស់3ហើយចយ Among the planes Fredrin មិនស្អីបែន which I was made for បាទ What time is it? ចយនោះត្រាស់នេះមានតែបើកមុខណាបង Mid អត់សំតោ Rome EXP និង Jungle សិតតែមែន hero បើកមុខបាទវ៉ាវធម្មតានៅពេលគេហ៊ានលេងត្រាស់អញ្ចឹងគេតើមាន hero បើកប៉ណេតព្រះមួយដូចជាយីនស៊ីនតែឥឡូវគាត់សល់ស៊ីធានពីអាស៊ីរ៉ាវិញអញ្ចឹងចាំមើលគាត់យកអាល់ទីស៊ីធានមកបើកម៉ែបាត់ព្រោះ hero ទាំងអស់ហ្នឹងបើកមុខគាត់បានទាំងអស់ប៉ុន្តែស៊ីធានអត់ដូចអត់ត្រូវមួយខាលីមួយឡាពូឯអូនបាទអីបើកម៉ែទៅកលៀលុតចាប់បងបាទហើយប្របានេះទៀតនិយាយទៅ mid lane ត្រូវការបើសិនជាខាលីត្រូវការជាប្រភេទ hero ដែរ AOE ដើម្បី combo ជាមួយនឹង Kali បាទដើម្បីឲ្យឡាពូ load ក៏ដូចជាចយធ្វើការមាន damage នៅក្នុងការផ្ដាច់បាទតែបើសិនជាយកស៊ីធានមកជាប្រភេទ hero ផោកហ្នឹងហើយ mid lane បាទស៊ីធានប្រហែលដើមមួយគេមានខាចាហ្គេមមុនមិនចូលទេអើយបាទបើចូលចឹងយក Franco វិញមកតែហ្គេមនេះសល់ស៊ូស៊ីនដែរបាទមកវាយឥឡូវចាំមើលគាត់យក hero គេព្រោះត្រាស់នេះអត់មាន hero បើកបែបបាទកលៀដើរចូលបើកខាចា pick off បដ ாய் បាទបើមានបណេតព្រះពីសិធានអាហ្នឹងយើងបន្ថយមួយចុចបណេតព្រះទៅកលៀមានឱកាសលេងមុនបាទមានចាំអត់មើលបើយកសិធានទៀតមានអារម្មណ៍ថា stir damage បាទ stir damage មែនទេតែ damage មិនចេញពីចយតាមបងបាទបោកគេថាបាក់ពេកមីននេះបាក់ពេកគេមកខូចបាក់ខូចមកជួយនេះ shadow មកជួយនេះសង្ស័យរុញ hero អីគេមួយទៅមីតនេះសង្ស័យរុញឡាពូមីតនេះបានមក shadow សង្ស័យរុញឡាពូទៅមីតមក shadow ពី XP ទៀតបាទ pick off បើសួរបង Fredrin បាទតែប៉ុន្តែ shadow នេះមិញបកាយមួយខូចថាកុយបើក៏បកាយមួយខូច IQ ពេកខ្លាំងឡាពូខ្ញុំកំពុងរៀប item ហើយឡាពូខ្ញុំមិនឲ្យដោយ៉ាងទេចង់ដាក់ឡាពូមកមីតឲ្យ pick XP អីមួយទៀតហ្នឹងព្រោះដោយសារតែ magic គាត់មានពីចយមួយហ្នឹងខ្ញុំមិនពេលកាមេរ៉ាមែនប្រចាំងទៅមក shadow មក shadow ឡើងតាមតឹងណាមក shadow ឡើងតាមតឹងបាទចំបងខ្ញុំលេង hero ផ្សេងបាទមានតែចាំមើលរងគ្នាជាមួយនឹងការប្រកួតមួយនេះនេះគ្នាមកណៃខណៈពេលដែលត្រាស់ត្រូវបានបញ្ចប់ខែ data របស់ Asira មិនមែន spare flick ទេគឺ spare ជាន់ក Purify 3នាក់សម្រាប់ Purify 3នាក់បាទយល់ដឹងណាព្រោះបាច់ចង់ក្រោយយើងបាច់មាន Purify ក៏បានដែរមកជាន់ករបស់ខែ data ហ្នឹងឲ្យតែយើងមាន Magic Defense Magical Defense យើងនឹងមានពេលមិនទីក្នុងការចាច់ spell ឬ skill សម្រាប់គេនេះយក flick បានក៏យក flick បានហើយយល់ណាស់ដាក់តាមនេះអ្វីដែលសំខាន់គាត់ខ្លាចកលៀច្រើន
អូយមែនបាត់ខ្លាយកលៀមែនបាត់ខ្លាយតាយើងមានលេងលេង ហ្នឹងហើយ បាទបញ្ជូន defense មកជីកធ្វើនឹងបាន បាទហើយណាមួយមក flicker គឺ នៅ reflect ណាស់នៅណាស់បាទមក flick ប៉ោងទៅ100ណាបាទ ចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី2ក៏ដូចជារវាងបាក់ជាមួយនឹងស៊ីស៊ូនបាក់ជាមួយនឹងវ៉ាហាឡាហ្គេមទី2ផងដែរបាទរៀងវល់តិច បាទស្ដាយមែនតើហ្គេមមុនត្រូវមានខាចាលេងប៉ុន្តែបានលេងដូចគ្នាសម្រាប់ហ្គេមនេះវិញគឺក៏មានខាចាមកវិញនេះខ្លួនដែរសម្រាប់ខូចមីចោចោក៏ដូចជាជាមួយនឹង Zion អូមីឡែនបាញ់ចាប់ជើងជាប់ អូយយកជាមួយនឹងបើបានពីវត្តមានរបស់ខេតដូច អូក្រេនត្រីបាន ចឹងទៅ secret គឺគាត់តែងតែធ្វើអញ្ចឹងដូចតែហ្គេមមួយដែរ បាទខេនត្រីបានតែសោយកតែមែនតែម្ដងឥឡូវមើលអេមប្លែមនេះសិនព្រោះដោយសារតែ damage skill ទី1របស់ខាចាបោកណាមួយដៃវាយរបស់ខាចាដែលមាន passive ផ្ទះស៊ីឈាម 4% ហ្នឹង damage ហ្នឹងបោកចុះគ្នាលើ spare ត្រីទៀត បាទឥឡូវបងវាយយកទៅជាមួយនឹង secret សាម្ដាយចុងក្រោយនៅតែមិនដាច់គ្រាន់តែមួយលឹកតែប៉ុណ្ណោះអញនឹងដាច់ជាមួយនឹង secret ដូចគ្នា អាកន្លែងត្រីមិញបើសិនជាខេនត្រីបានអូឌៀនអញនឹងឆ្ងល់ប៉ុន្តែសម្រាប់ pro player គឺគេដឹងយ៉ាងមកមួយដៃ passive ផ្ទះរបស់ខាចា 4% mix AP ហ្នឹងបោកមួយ skill ទី1 damage ហ្នឹងលើ spare ត្រីទៀត yes លើទីគេ បាទ បាទអញ្ចឹងបើគេគុំត្រូវមកទី1នឹងទៅដល់វត្តមួយដៃផាំង retry is nothing យកមក បាទសំបីតែ lot ក៏ពិបាកក្នុងការ បាទ lot late game retry ឲ្យស្បៃមកដៃ 4% របស់ខាចាំវត្តយក lot free បាទតែបានវត្ត បាទចាំមើលទៅចេះណារកបានកាយសម្រាប់ secret បញ្ជា defense magic សម្រាប់គាត់ឯខ្លួនដែរ lane នីមួយៗមានអារម្មណ៍ HP បាត់ HP អី hello shadow គេបាត់ HP 2ដងពួកគេមុនដោយសារតែគេនេះអញ្ចឹងទៅក៏គេមានគេ phobia ចឹងក៏គេសួរលេងមួយ unlock early បាទមានអារម្មណ៍ថា shadow គាត់បាន lane គេបានន័យថាបើ hero គាត់ឈ្នះ lane គាត់បាត់ lane គេ shadow គាត់ឈ្នះ lane គាត់អត់ fit ទេបាទអីអត់ fit អីថាតទី1មកនឹងដាច់មួយឈ្មោះដាច់តែម្ដង yes sir ចាប់ពីថាតទី2ឬក៏ទី3ទៅគឺគាត់ shadow ឥឡូវបាត់ map យកតែម្ដងជាមួយនឹងការ fast clear ផងដែរពីពេប៉ុន្តែ shadow មាន ulti ប៉ុន្តែមានការ spam លុយខាងដែរពី Urina ពី head អាតបាន retrieve user មកទៅលើឆ្មាផងដែរជាមួយនឹងការដកថយទៅវិញដូចគ្នាបាទមកចាក់ retry យកបាននេះគឺមកដែរប៉ុន្តែ shadow មកបានចង់ team fight នេះគឺមកដែរគេ head បាត់ shadow នៅទៅទី1ល្អ2ដង game ទី1ក៏បោកមួយឆ្មាយក shadow game ទី2បាត់បានម្ដងទៀតអញ្ចឹងនេះគឺវាជាឱកាសដ៏ល្អខ្លាំងមែនទែននៅក្នុងការសម្រេចចិត្តថាតើគាត់អាចនឹងបិទជាប់ឬក៏មិនជាប់បាទចាំយើងមើលលទ្ធផលទៅចេញណាជាមួយជំនួបគូមីនេះក្នុង game តាមតឹងខ្លាំងមែនទែន Explorerland shadow មិនបានអើតចេញពី map នោះទេបិទ land ចោលតែម្ដងបាទ Sky Pixel បានចាញ់ទៅលើ Soul ដូចគ្នាតែបើយើងមើលទៅជាមួយនឹង game 1ហើយ game 2នេះគឺវត្តមានរបស់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនតើជាមួយនឹងការគ្រប់គ្រងម៉េចក៏ដូចជា control ជាមួយនឹង objective បាទ Secret គាត់អត់យក impurate ព្រោះបើយក impurate បើសិនជា late game យើង timing មួយការលួចដល់ឆ្ងាញ់មកដៃហ្នឹងបាទអញ្ចឹងយើង complete ដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note Hazard Series MPL Edition សម្រាប់ gamer គ្រប់គ្នាជាមួយនឹងសារការសាកថ្មរហូតដល់90វ៉ាត់ក៏ដូចជាឥតខ្សែវិញគឺសាកទៅដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹងអេក្រង់ AMOLED 144 Hz លេង Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM សរុបទៅដល់ 24 GB បាទជាមួយនឹងការរចនា mode តែបានអនុភាពតែម្ដងបាទអូដៃ first slot ទាំងចុច purify ក៏មិនដៃ2 1បាទអត់អីព្រោះឯសារយើងជាប់ពាណិជ្ជកម្មមិញតែមិញអត់នេះណាអត់ប្រើជាមួយនឹង ultimate របស់ PP បាទអញ្ចឹងទោះជាខាង C0 បានធ្វើ plot ប៉ុន្តែតែបើយើងមើលទៅលើ Go Team Valhalla ក៏នៅតែនាំមុខតិចតួចផងដែរបាទអញ្ចឹងចាំមើល total ទី2តែនៅក្នុង game នេះសម្រាប់ Ken គាត់រៀងបបាក់ដែររៀងបបាក់នៅក្នុងការលេងផងដែរប៉ុន្តែការចានេះបើសិនជាបើកមុខគឺ PP ជា target របស់ PP អីព្រោះដោយសារបើសិនជាអត់វាយការចាមុនទេសម្រាប់ Ken បបាក់នៅក្នុងការចូលអីទី1គឺមានការចាទី2គឺមានជាមួយនឹង Veteran ទៀតអញ្ចឹងធ្វើឲ្យអំណោយទៅលើចយខ្លាំងមែនទែនបាទហ្គេមនេះណាគេលេងមុនចាំមើលtotal បាទមានការប៉ះពីវ៉ាហាដូចគ្នាអាចនឹង fast total ដែរទេមកតន់ឬក៏បន្តពីអាស៊ីរ៉ាក៏ដូចជាពេមកហើយមានការ reset ជាមួយនឹង total ចោលដូចគ្នាបាទកែវនេះបើវាយបដៃយកមកជាមួយនឹង head ជាបិទជាមួយនឹង shadow low ឈាម 50% បាទហើយមានការវាយទៅលើ head មុនគេឬក៏យ៉ាងណាចូលមកអើយពីវត្តមានរបស់ Ken អាតែតែងជួយនឹងការ retrieve បានពីវត្តមានរបស់ Ken ប៉ុន្តែជាមួយការចូលទៅពី shadow មានការដាច់ purify ពេលមកដែរអាចមានបញ្ហាជាមួយនឹង shadow ដែរទេតែបាត់ទៅមួយប៉ុន្តែបាត់បង់ជាមួយនឹង2 kill បាទពីវត្តមានរបស់ Season kill ក៏បានចូលទៅលើ Soul ដូចគ្នា double kill បាទបានជាមួយនឹង total ប៉ុន្តែ trade ជាមួយនឹង2 kill ដូចទឹកមួយ clear ជាមួយនឹង land ពី Asira ស៊ីជា0មិន aggressive ទេណាមុលចូលទៅវាយខាងមុខយកមក
bà sân kia mấy bà sân kia ót ban retreat ban thì mùi nâng thô thó thế khác đó bà mà tay để sao ban thì mùi nâng thô thó ở từ ấy vịnh បងតែ head បើតែធ្វើបាល់ល្អដូចគ្នាព្រោះដោយសារតែមានការយកផុសៗរបស់បាទទៅដល់ RD ទៅលើ Ken ប៉ុន្តែអត់អីទេជាមួយនឹងវត្តមានរបស់ head មួយការកាប់ច្រាំយកតែម្ដងពី Shadow នៅក្នុងហ្គេមនេះពិបាកក្នុងការវាយទៅលើ Eurodom បន្តិចហើយ បាទអាលទីអីសុំសំលេងអីតេងណេងល្បីដល់ Miracle ទេបាទ Caster ខ្មែរសូ Funny នៃចាញ់បោកមីតគួរតែតេងណេងណាណៃបាទក្រៅបាត់លែនគាត់ចោលដូចគ្នាបាទ Retreat កំហមវ៉ាវ Ken Retreat កំហមមកជាមួយនឹង Ken ថ្ងៃនេះតែគាត់ទៅលេង Frederick Retreat kill ទេបាទច្រឡំមក Izu បាទ Izu Retreat កំហមសុតបាទអញ្ចឹងចាំកន្លងគឺគេលេងខ្វល់បាទ Retreat មិនដាក់កបោជាមួយនឹងមិនយកតែម្ដងយ៉ាអញ្ចឹងយើងនិយាយទៅការនេះមួយនៅ side game មានអារម្មណ៍ថា Valorant នឹងមានប្រលេងច្រើនដូច Come on ធ្វើតែមានកលៀតែគាត់មាន Purify 3នាក់ឥឡូវ side game early smooth ទៀតណាបាទ lane 3 balance បាន farm បានឲ្យ first lane បាត់ lane គេ go lane បាត់ lane គេមិនចម្លែកទេដោយសារតែ Ranger damage early cloud damage late game បាទ mid lane clear លឿនជាងទៀតបាទ 4 ទល់នឹង 3 នៅខាងផ្លូវ top lane ប៉ុន្តែ on zone នៅតែព្យាយាមជាមួយនឹងការ farm ដោយមានភាពខ្លាំងរអាដូចគ្នាព្រោះដោយសារតែខ្លាចគេពួនក្នុងការបោកគាត់ដូចគ្នាផងដែរបាទក្រុមបាយគ្នាដាច់ដូចគ្នានិយាយពីខាចាតិចខាចាបើយក impure rate ទៀតមួយដៃហ្នឹងអា4%នៅមិន AP នៅ impure rate ណា passive ទេ8%ស្មើ bane យកមកស្មើមួយ edit ទៀតមួយដៃហ្នឹងស្រួលលួចឡោតែតើយើងច្បាស់ hero យើងកុំធ្វើទាំងអស់ចាំវត្តតែមួយដៃហ្នឹងពេលអា2ហ្នឹងពេញបាទអាយ៉ាហក់ច្រាមយកតែដល់ប៉ុន្តែមានការតាក់កពី secret បាល់ឡងតែជាមួយនឹងការចាយ flicker ពីវត្តមានរបស់ Shadow តេងពេលវត្តមានរបស់ Ken ប៉ុន្តែអត់មានការឈឺទេបាទលើមិនឲ្យប៉មគេមួយ play free តែគេ trade គេ trade ជាមួយនឹង trade ចំតែ game នេះ play ឲ្យ on the free fam បាទឥឡូវបាយគិតដូចខ្ញុំហ្គេមនេះថ្លឹង14ស្មើឬក៏គេ4 5គាត់ធំជាងគាត់ដែរដល់ពេលអញ្ចឹងយើង defend ប៉មលើទៅបានទាំង go lane farm បានទាំងបាច់ឲ្យគេ trade បាទឥឡូវអីអាយ៉ាចូលទៅដល់ជាមួយនឹង Ken ធ្វើការតាក់កបានយកទៅដល់ជាមួយនឹងការផ្ដាច់ខៀបពីឆ្មាចុង Ken បាទគាត់ចាញ់មកតមិនអត់តទេព្រោះតែថាខាចាដែលទាញមកហីបាទអត់ដឹងទេគ្នាហ្គេមមួយនេះ season ប្រហែលវាយគេណានិយាយមែនព្រោះតែអត់ដឹងថាចាប់ណាគេបើសិនជាចាប់តចាប់ការចាបាទត្រូវតែពើមិនបុកវាយការចាមុនបើសិនជាអត់បុកវាយការចាទេហ្គេមមួយនេះពេលដែលគេនៅសល់ជាមួយនឹងការចាគឺជារនាំងមួយដែលធ្វើឲ្យ Ken អត់អាចជាដមិចបានហ្មងបាទខានសៀលទៅហើយអាស៊ីរ៉ាមានការតាក់កយកទៅជាមួយនឹងការឈូទឹកចូលទឹកបានដែរទេប៉ុន្តែចូលមកមានការ cover ជាមួយនឹងការលុប passive ឡើងជាពេញយកទៅជាមួយនឹងការចាប់បោកវាយទៅទៅលើវត្តមានរបស់ Head កាប់ជាពី Shadow ធ្វើការចាយជាមួយនឹង Flicker ពីពេប៉ុន្តែមានការដកថយទេជាមួយនឹងការវាយទៅលើ Head អត់ចូលទេពីវត្តមានរបស់ Team Seriousun បាទមានចាំ cloud បាទអត់មាន damage វាយផ្ដាច់ទៅលើ Head ទេបាទនៅក្នុង game នេះចង់ចាប់ Head ក៏ពិបាកបាទគេ Purify បាទអាយ៉ាធួននៅក្នុងផ្ទះប៉ុន្តែឆ្មាមានការដកថយក៏ដូចជាមានការចូលមក invest ជាមួយនឹង Purple បន្ថែមទៀតប៉ុណ្ណាបាទ game នេះដូចអ្វីដែលតគួរបានគិតទុកចឹងគឺ cloud នឹងយក spell លឿនដើម្បី late game ក៏ច្បាស់ដេញគីមីតាន់មកក៏ដេញ Ranger តាន់ដែរតែរឿងនឹងការឡើងគឺតតែ secret ចាប់កបត់ចោលទៅបើ secret sale ចាប់គាត់អត់ហ៊ានហក់ទៅធ្វើចឹងដែរតែបើ secret អត់ sale ចាប់ណាគេវាយបើកមុខហើយបើសិនជា game នេះ on zone មានរូបភាពនឹងការឡើងបាទអាយ៉ាខាងសៀលបងពុនគេយកទៅដល់ជាមួយនឹងការតូតតែ secret មុនគេយកទៅដល់ធ្វើបាល់ឡងខ្លាំងតែប៉ុន្តែមានការតាប់បំជាមួយនឹងពេដូចគ្នាមានការគប់អាទីពីព័ត៌មានរបស់ណាចាក៏ដូចជាមានការបាត់អាទីពីកែនដូចគ្នាជាមួយនឹងការ clear mid lane ផងដែរបាទខ្ញុំមានអារម្មណ៍ថា game នេះ soul អត់មានគេចូល lock ទៅដល់ soul ទេបាទព្រោះដោយសារហ្គេមមួយនេះបើសិនជាចយមានចយចូលទៅដល់ប៉ុន្តែបច្ចុប្បន្នកាលឥឡូវ Ranger មានហើយណា 3-0 ទៀតហើយណាបាទព្រោះដោយសារសម្រាប់ PP គឺត្រូវថាបង្ខំចិត្តវាយការចាមុនព្រោះដោយសារបើសិនជាទុកការចានៅក្នុង team fight បាទ Ken ចប់ Cloud អត់អាចលោតមកដាក់ជាមួយនឹង Ultimate បានទេបាទព្រោះដោយសារសល់ជាមួយនឹងការចាបាទបើសិនជាចង់វាយបើសិនជាចង់ចាប់ទៅលើឆ្មាតាន់ចាប់ទៅលើ Head បោកអត់ដាច់បាទអញ្ចឹងណាចាគេមាន Purify ដែរបាទនិយាយទៅ season ត្រានេះរំពឹង late game ឥឡូវយើងចាំថាមាន late game សម្រាប់គាត់អត់ early ថ្លឹងនៅអ្វីដែលគាត់អាចធ្វើបានប៉ុន្តែកលៈបើយើងមើលទៅមហាឡាគាត់team fight តែមណា map ក៏តែមដែរប៉ុន្តែ goal lit 15ឲ្យ6ហើយណាបាទ lit តិចខ្លាំងមែនទេ thread ក្រុមយ៉ាដាច់ T1 thread វ៉ាហាឡាដាច់ thread បាត់បង no បាទ no ហើយខានសៀលពី secret ចាប់បោកវាយជាមួយនឹងវត្តមានរបស់ on zone តែមានគេដាក់បោកជាមួយនឹង on zone ទេធ្វើការចូលជាមួយនឹង space sprint យកតាមដល់បណ្ដាជាមួយជាមួយពេក៏មានការផ្ដាច់ពីសោលនេះគ្នាយកមកជាមួយនឹង Ken ក៏មានការផ្ដាច់ជាមួយនឹងឆ្មាបណ្ដាកន្លែងនេះជាមួយនឹងការ reload ទៅលើ Seriousun បោកវាយ Head តាន់ទុកឲ្យជាមួយនឹងវត្តមានរបស់ Ken ផ្ដាច់ double kill វ៉ាវ
អូយមើលអត់តាន់បាទមិញបាទមើលของไว้ Midland បាទបាទ impossible ដែលបោកឆ្មាដាច់ណាមួយ massive damage ដែលចេញមកពី Asira មកតាំងត្រង់ជើងផ្លឹង បាទ ហើយ Shadow គក់នេះ បោកឆ្មាដាច់មកជុំងុំពេលលោទៅនុកអាប់កាក់3 hero ហ្មងកាក់សតតែ hero damage របស់វ៉ាហាឡាអត់ឲ្យមកផ្ដាច់ជាមួយនឹងអូនโซទេ cover ទី5ហើយ Onzo ក៏គាត់លេង timing ដែរគាត់អត់ប្រើ RT បងឈប់ឲ្យដែរធម្មតា ណា បាទអញ្ចឹងមិញបើសិនជាគិតថា team fight ហ្នឹងនៅតែបន្តបានទៀតអត់បន្តបានទេនៅសារ damage Onzo មួយទៀត បាទ អូ ញ៉ែអូយយេមែនហ្គេមបាយមិញមកតាក់កហ្នឹងអត់មានអ្នកបោកសោះបាទអត់មានអ្នកបោកសោះ នុកអាប់ជាប់3 ហ្នឹង បាទតែដៃពី game នេះលើ6 kill ហើយ program ទី1 8 kill game ទី2ឥឡូវភ្លាមៗបាន5ហើយបាទ បាទ 3ទៅ10 kill អត់អាចបិទ2 game 6 kill ទេ Yes sir បាទចឹងឡតទៅផ្លូវ top lane ក៏ដូចជា clear ជាមួយនឹង mid lane ពី Valhalla នៅសល់ turret passive ទេបាទមាន shield ចឹង game នេះ lot ទី1គឺ clear បានហើយក៏ប៉ុន្តែអាចនឹង make play មកដែរទេពីវត្តមានរបស់ PPA ទៅដល់លោតចាំទៅដល់បោកជាមួយនឹងឆ្មាបោកដៃឬក៏បណ្ដាជាមួយនឹងការបោកផ្ទុះទឹកពីរអាស៊ីរ៉ាស្ដាយជាមួយនឹងឆ្មាក៏មានការដាប់លេខពីសាដូដូចគ្នាផងដែរបាទតែជាមួយនឹងចាងកមួយចាយ flicker ជាមួយនឹងការដកថយមកដែរពីវត្តមានរបស់ខាង team C យសូន បាទ Secret អាចបើកមកបានហើយគាត់ទិញជីវិត2ចាំមើល game នេះណាគេ cover Secret ទោះបីជាគាត់មានជីវិត2តែងើបមកវិញសួរថាឈប់ឲ្យមកគេបានអត់ បាទ រូបភាពដែលកើតឡើងដដែលគឺនៅពេលដែលគេបោក Secret ដាច់ហើយគឺបែប cover ទី5 base តែគឺបែបពេលដាច់ម្ដងទៀតដូចគ្នា បាទ Secret ដាច់ម្ដងទៀតដូចគ្នាសំតប អាយ៉ាចាក់វាយមកផាស៊ីវតាក់កយកដល់តបាត់ចាប់គេខ្លាំងហើយ PPA អត់មាន mortality ទេជួយការផ្ដាច់ពីវត្តមាន Sky Visor របស់ Soul ដូចគ្នាផងដែរដាក់ដឹកមួយពី Asira ប៉ុន្តែ T2 Trend នៅខាងផ្លូវបន្តឡើងមានការយកបានមកដែរពីវត្តមានរបស់ C Yuzu មានការដកថយប៉ុន្តែ Head នៅតែបន្តចង់ទៅណាចង់ឈូមួយឈូពីរពីវត្តមានរបស់ Ken តាក់កដែរទេជាមួយនឹងការតែងមកជាមួយនឹងការបាញ់ Monster Kill ពីវត្តមានរបស់ Soul ផ្ដាច់ទៅលើ Ken ដូចគ្នាផងដែរបាទ លោលេង បាទកុំចេះតែចូលបាទ បាទ គេអស់ជាមួយនឹង element ការចាក៏ប៉ិតមែនប៉ុន្តែនៅសល់ Feterin បាទ Feterin គាត់ stun ធួន បាទ ទៅហើយបាទផបមួយប៉ុន្តែ T2 នៅផ្លូវ Midland តាក់កពី PP ធ្វើការចាប់ពុកវាយរបស់ជាមួយនឹងវត្តមានរបស់ Secret ប៉ុន្តែបែកមកថឲ្យមានបញ្ហាដែរទេសម្រាប់ចុងក្រោយជាមួយនឹងការចាយ flicker មានការបាញ់មកដែរពីវត្តមានរបស់ណាចាដល់ឡៃបាត់ទៅលើសោផ្ទុះមកទឹករងឈាមខ្លាំងតែជាមួយនឹងសោឲ្យមានបញ្ហាដែរទេពីឆ្មាក៏មានការបោកដកថយផងដែរជាមួយនឹងការយកបាន T2 Trend នៅខាងផ្លូវ Midland បាទ យកស្មា no ឥឡូវបើយើងមើល Facebook game ពួកគាត់នឹងការតន់ team fight lot on សៅអាយនឹងយឺនតិចតែគាត់អីដែលសំខាន់គឺ spell flick របស់ Secret អស់ហើយ បាទ បាទអញ្ចឹងឱកាសដែល Secret សង្ឃឹមថា make play ទៅលើ hero damage គឺតិចអញ្ចឹងគាត់នឹងទីអ្នកបើកមុខហើយជីវិត2គាត់អស់ដូចគ្នា បាទ អញ្ចឹងface of romer ស្មើគ្នាកលៀននិងខាចាជាមួយនឹងគេលេងមុន បាទ បាទជាមួយនឹងគេលេងមុន តើហើយមានការតែជាមួយនឹង Lord យកតាំងពី Valhalla ប៉ុន្តែ Head មានការមកពី PP Conceal មកឲ្យបោកទៅលើឆ្មាមុនគេដែរទេដកអាប់មួយជាមួយនឹងការបាញ់ Ultimate ផងដែរពីណាចាធ្វើការបោកជាមួយនឹងវត្តមានរបស់ឆ្មាប៉ុន្តែមានការឆាកាត់ Ultimate ពី Shadow ធ្វើការផ្ដាច់ជាមួយនឹង Asira បាត់ហើយពីវត្តមានរបស់ Soul មានការបាញ់មួយបោកជាមួយនឹង Double Kill ពី Soul តើហើយ Head តែមិនទាន់ទេចូលមួយចូលពីរធ្វើការដកថយធម្មតាបាទ wow បាទអរេសរសើរបាទឡាមួយគេក្តាប់គេបាននៅពេល on zone respawn late បន្តិចគេ fast lot យកតែម្ដង បាទបើក map ពី Head ប៉ុន្តែ T3 មានការយកបានអាចទប់ជាមួយនឹងផ្ទះបានដែរទេពីវត្តមានរបស់ On Soul ធ្វើការវាយជាមួយនឹង Base តាធ្វើការ RT យកដល់ជាមួយនឹងការរះមកពីការតាក់កពីវត្តមានរបស់ Ken នៅតែតាក់បានដែរពី Secret ចាំមក clear Asira respawn ប៉ុន្តែមីនីក៏ខំក៏បានមកដល់ដូចខ្ញុំដែរមីនីមានក៏បានមកដល់ដូចគ្នាកោវាយយកជាមួយនឹងផងក្រោមជាមួយនឹងទៅ chain នេះជាមួយនឹង shot មួយនេះ បាទតើហើយ Shadow ក៏មានការ spawn មកវិញដូចគ្នាអាចនឹង clear បានជាមួយនឹង Lord មួយនេះដែរទេមិនឯមីនីមុននឹងចូលទៅមកវាយជាមួយនឹងការតាក់កទៅលើ Asira មុនគេយកដល់ជាមួយនឹងការឈូតាក់មួយទាំងច្រាបយកដល់ប្រវត្តិមានរបស់ Soul ធ្វើការផ្ដាច់ជាមួយនឹង Legendary ទៅលើវត្តមានរបស់ Shadow លទ្ធផល1-1គឺបានទៅលើ Valhalla